យ៉ាងម៉េចដែរធ្លាប់ទៅនៅភ្នំពេញមានទឹកម៉ាស៊ីនប្រើស្រាប់ឥឡូវនេះមកជនបទងូតទឹកអណ្ដូងជួយដល់ខ្លួនឯងថែមទៀតពីចាស់លោកពោលថាចូលស្ទឹងតាមបត់ចូលស្រុកតាមប្រទេសទោះជាលំបាកបែបណាក៏យើងមិនត្រូវទំយើខ្លួនដែរបងគិតថាបងជ្រើសរើសមនុស្សពិតជាមិនខុសទេនៅពេលដែលយើងរៀបការរួចនោះពិតជារស់នៅជាមួយគ្នាមានសុភមង្គលជាមិនខានបងឯងប្រកែនិយាយណាណោះណែកំដៅលឿនចោលបងពេកណាអូនឯងដល់ចោលបងអញ្ចឹងយ៉ាខ្មោចលងណាហូយមិនខ្លាចទេបងឯងចូលចិត្តបន្លាចអូនណាខ្ញុំទៅមុនបងតាមទាន់បងចាប់ថាប់ហើយណាបានតាបើបងខ្លាំងណាបងដើរអត់តាមខ្ញុំមកខ្ញុំឲ្យបងឯងថាបណែរតនាហេតុអីបានជាចន្ទនាហើយនឹងដារីទៅបរៀនគេយូរម្លេះថ្ងៃនេះខ្ញុំកំពុងតែឆ្ងល់ដែរនឹងខ្ញុំបានប្រាប់ពួកគេថាកុំឲ្យទៅបង្រៀនយប់ពេកព្រោះឥឡូវនេះឆាប់ងងឹតខ្លាំងណាស់តែពួកគេមិនព្រមស្ដាប់ខ្ញុំទេមកពីបងឯងមិនទាន់មានសង្សារនឹងគេនឹងណាអញ្ចឹងហើយបានជាមិនយល់ពីទឹកចិត្តពួកគេហើយខ្ញុំឃ្លានបាយណាអើយបើឃ្លានមិនក៏អូនឯងមិនទៅញ៉ាំមុនទៅជួយផងជួយអីមិនបិសាំងឆាប់ទៅជួយបងកណាផងណាមិនអត់ទេអត់ឡើងគេណែណាតលឿនជួយខ្លាចលឿនអីលឿនកាត់ចិត្តទៅដែររតនាខ្ញុំមានការសង្ស័យណាស់ហើយលេខបានចំណេះលើករបស់ចន្ទនាមានស្នាមជាប់អញ្ចឹងនេះធ្វើខ្ញុំនឹកឃើញដល់សម្ដីអ៊ំម្នាក់ដែលនិយាយការពីថ្ងៃយើងទៅម្ដងនោះថាក្នុងភូមិរបស់គាត់ឲ្យតែមានមនុស្សស្លាប់គឺមានស្នាមលើកទាំងអស់នេះអញចង់និយាយថាឲ្យតែមានមនុស្សស្លាប់គឺសត្វតបៃសាយទាំងអស់ហ៎ខ្ញុំមិនហ៊ានសន្និដ្ឋានទាំងស្រុងនោះទេប៉ុន្តែហេតុអីបានជាមនុស្សដែលស្លាប់មានសញ្ញាដូចគ្នាខ្លាំងម្ល៉េះបើសិនជាដោយឯងនិយាយពិតមែននោះតាមវាសនារបស់អ្នកស្រុកភូមិនេះនឹងទៅជាយ៉ាងណាទៅចុះឥឡូវតើពួកយើងគិតធ្វើយ៉ាងម៉េចទៅចំពោះសពរបស់ចន្ទនាចាំប៉ូលីសធ្វើកសោវិច័យហើយសិនយើងនឹងរំសាកសពទុកដាក់បានស្រួលបួសិនទៅហើយខ្ញុំនឹងទូរស័ព្ទទៅប្រាប់ក្រុមគ្រួសាររបស់គេណាអញ្ចឹងក៏បានពួកយើងទៅស្គាល់ចិត្តគ្នាហេតុអីក៏បងស្លាប់ចោលអូនដារីឯងឈប់កាត់ទុកទៀតទៅមនុស្សដែលស្លាប់ទៅហើយមិនអាចរស់ឡើងវិញបានទេមែនហើយ
គួរតែចេះគិតខ្លួនឯងផងបើពលិចណាគេដឹងនោះគេប្រកាសជាមិនសប្បាយចិត្តដែលឃើញឯងយំចឹងនោះទេដារីកាត់ចិត្តខ្លះទៅជួបយំទៅដែរចិនណាម្ចាស់ចិត្តអូនចូលមកថ្ងៃនេះបងមកតែម្នាក់ឯងទេអូបងមកតែម្នាក់ឯងទេមិត្តភ័ក្តិរបស់បងគេជាប់ទៅបង្រៀនអ្នកភូមិនៅខាងនោះអំពីអនាម័យសុខភាពរស់នៅនិងទឹកស្អាតខ្ញុំសូមសរសើរបងនិងមិត្តភ័ក្តិបងខ្លាំងណាស់ដើម្បីប្រទេសជាតិនិងប្រជាជនពួកបងបានចំណាយពេលវេលានិងលត់ដំខ្លួនយ៉ាងលំបាកបងអរគុណអូនហើយនិយាយអញ្ចឹងថ្ងៃនេះលោកយាយគាត់នៅផ្ទះទេចាគាត់នៅតែក្នុងបន្ទប់ភាវនាធនហ្នឹងបងមកចង់សាកជួបគាត់តែចៅមេចិត្តទៀងហើយលោកយាយបានធ្វើមកអញ្ចឹងបងទៅជួបគាត់តែចាបងរត់ទៅណាពីជេអញ្ចឹងទៅឆាប់ទៅយើងទៅនាងមកព្រះបើម្ចាស់អូនខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំព្រះបុត្រាសូមព្រះជាទានទោសដែលខ្ញុំម្ចាស់រំខានព្រះអង្គក្រោយឡើងម្ចាស់អូនគ្មានអ្វីដែលរំខាននោះទេចិត្តដល់ថ្ងៃរៀបអភិសេកហើយខ្ញុំម្ចាស់ចេះតែសុបិននិមិត្តមិនល្អសោះគ្មានអ្វីទេម្ចាស់អូនមកពីម្ចាស់អូនចេះតែកង្វល់ពីរឿងនោះខ្លាំងពេកសូមម្ចាស់អូនកុំកង្វល់ណាណែក្រាបទូលព្រះបុត្រាព្រះអង្គសូមយើងព្រះបុត្រាចូលរួមពិធីបន់ស្រន់សុំទឹកភ្លៀងក្រាបទូលមិនបានទេលោកអបរាជទទួលព្រះបិតាយើងទៅថាយើងកំពុងជាប់រវល់ម្ចាស់អូនប៉ុន្តែព្រះអង្គអេយ៉ាងម៉េចសូមបីតែសម្ដីយើងក៏លោកស្ដាប់លែងបានដែរកណាថ្លៃសោះតោះយើងទៅខ្សែខាងនោះវិញលោកយាយកាត់អីហ្នឹងអត់អីទេចៅហេតុអីក៏លោកយាយយំមកពីសម្រាមចូលភ្នែកទេចៅអើយនេះគឺចៅមែនទេដែលចង់ជួបយាយកាលពីថ្ងៃមុនប្រកាសហើយលោកយាយថ្ងៃនោះប្រសិនបើមិត្តភក្តិខ្ញុំបានជួបជាមួយលោកយាយគេមិនដឹងជាមានការភ្ញាក់ផ្អើលយ៉ាងណាទេព្រោះថាលោកយាយមានអាយុចាស់ហើយតែបែរជានៅក្មេងមិនគួរជឿសោះលោកយាយដឹងទេម្ដាយខ្ញុំក៏មានអាយុជាង50តែប៉ុណ្ណោះប៉ុន្តែដូចជាចាស់ជាងលោកយាយឆ្ងាយណាស់អើយក្មេងចាស់អីសំខាន់ឲ្យតែយើងមានសុខភាពល្អរស់នៅកាន់តែយូរកាន់តែធុញថប់ទៅវិញទេចៅឮសូរសម្លេងមិត្តភក្តិរបស់ខ្ញុំគេហៅហើយលោកយាយ